ច្រឡំឆតលើ graphic card របស់គេថ្ងៃនេះផងដែរយើងកន្លែងមកមើល PC អានេះគឺចាំមើលថាទៅមុខហ្នឹងមកជួរហ្នឹងមានអីគេចម្លែកអូខេនិយាយទៅអានេះ DDR5 ទាំងអស់បងបង Core i7 ចំណុចទី13ហើយជាមួយនឹង graphic RTX 4060 Ti Asus TUF បានស្អាតមែនតើ motherboard អីយើងប្រើ DDR5 M2 យើងប្រើ Crucial Gen 4មកមើលមួយទៀតអានេះ motherboard Asus TUF នេះតាមចាំគឺ Core i9 ចំនួនទី13 14K ហើយអានេះយើងប្រើ60 Ti ទៅដែរអែមែនតើហ្មងអានេះគ្រាន់តែ Common RAM G Skill 32G single channel យើងប្រើម្ដងទេអញ្ចឹងបងគាត់ទុក upgrade ថែមទៀតចង់ដាក់ដល់ 128G គាត់យកធ្វើការអញ្ចឹងអានេះគាត់ដាក់ម្ដងសិនអានេះសមួយឈុតអានេះម៉ាស៊ីននេះផងដែរតាមខ្ញុំចាំភៀវគាត់យក monitor 2បងយ៉ាអានេះ G Skill ដែរ G Skill ដែរអូខេនិយាយទៅយើងប្រើតែអាណាកប់ចុងក្រោយមកយ៉ាទៀតតែអត់ផុតទេមកជួរហ្នឹងអានេះទាំងអស់ហ្មងណាអានេះ DDR5 ទាំងអស់មកជួរហ្នឹងបងអានេះយើងប្រើសមកដល់ពណ៌សទាំងអស់មកជួរហ្នឹងអូខេអញ្ចឹងដូចជាចុងក្រោយសូមអរគុណដល់កាន់បងសម្រាប់ការគ្រប់គ្រងនៅ PC Party Stream អញ្ចឹងបងដែលចង់បានទទួលបាននៅអ្វីដែលថ្មីអ្វីដែលជំនាន់ចុងក្រោយអាចសាកសួរបានជាមួយតម្លៃនឹង performance ហើយយកទៅប្រើតាមតម្រូវការបងឲ្យរកបានអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយបងអញ្ចឹងខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេយើងមានរបស់អីចែកជូនអញ្ចឹងគឺយើងចែកជូនបងធ្វើម៉េចឲ្យបងបានប្រើការស្រួលហើយជាមួយនឹងអ្វីដែលថ្មីគឺមាននៅ PC Party Stream មិនថ្មីណាស់ណែបងយើងមិនថាថ្មីពេកតែយើងត្រូវធ្វើម៉េចកុំឲ្យថ្មីតែថ្មីអត់ប្រយោជន៍យើងយកឲ្យថ្មីមានប្រយោជន៍ឲ្យគេប្រើប្រាស់បានអូខេបាយបាយជួបគ្នាវីដេអូក្រោយបាយបាយ